បងប្អូនអើយកូនសម័យឥឡូវនេះចាប់ពីអាយុ3 4 10ទៅនេះនិយាយវាចេះគ្រប់យ៉ាងសម្ដីវាយើងជាម៉ែឪនិយាយវាមិនបានទេហើយឲ្យទៅរៀនទៅសូត្រខំចាំខំបដៅណែនាំកូនធ្វើអ្វីសពបែបយ៉ាងដើម្បីម៉ែឪនេះប្រឹងប្រែងនៅផ្ទះការងារសពមុខប្រឹងប្រែងដើម្បីកូនទៅរៀនសូត្រកូនទៅរៀនសូត្រប្រពន្ធស្រីប្រុសពេញនឹងប្រហែលគោគាត់គិតពីសាលាក្មេងប្រុសនោះស្រីរកភ្លេចទៅក្មេងស្រីមិនដឹងជាស្អីវានៅពាក់ពូនគ្នាហើយម៉ែឪនិយាយទៅសម្លក់សម្លឹងម៉ែឪយើងប្រឹងប្រែងណាខំធ្វើការរស់ស៊ីអាណាខំវាកូនទៅសាលាជួនណាទៅគឺតែមកកូនគិតទៅជួនណាទៅបាត់កូនអញ្ចឹងទៅបងប្អូនមើលអារម្មណ៍ឪមួយក្មេងសម័យឥឡូវថាកូនខ្ញុំកូនគេទេប្រុសកូនស្រីដូចតែគ្នាឯងឥឡូវហើយទៅយើងរៀងវាយើងដៅណែនាំវាសម្លក់សម្លឹងយើងដល់វាទេហើយវាគ្មានស្រឡាញ់យើងទេវាគ្មានគិតយើងថាយើងម៉ែឪទេតាមមើលទៅបើយើងម៉ែឪវាមិនដែលវាយើងនិយាយវាទៅវាសម្លក់សម្លឹងយើងហើយក្នុងខ្លួនវាដូចគ្មានក្តីស្រឡាញ់ទេដូចគ្មានក្តីស្រឡាញ់មិនទុកយើងជាម៉ែឪវាទេហើយពេលវាទៅធ្វើបញ្ហាអញ្ចឹងទៅយើងមុខជាម៉ែជាឪគេបងប្អូនណាហើយពិបាកណាពិបាកទទួលយកណាហើយយើងម៉ែឪវាទៅយំទៅស្រាក់ឯងរាល់ថ្ងៃមានកូនសម័យឥឡូវពេលវាដើរសាងបញ្ហាអញ្ចឹងទៅអាគេឈ្មោះក៏គេឈ្មោះអាយើងជាម៉ែឪហ្នឹងស្អុយក៏គ្រប់គេមើលគ្រប់គ្នាអញ្ចឹងទៅក៏មានអញ្ចឹងទៅអាសាងទៅបញ្ហាជួនណាទៅយើងវាទៅប្រពាក់ប្រពូនហ្នឹងវាទៅធ្វើអីខ្លះជួនណាទៅវាប្រើនេះប្រើនោះយើងទៅដល់ពេលមានបញ្ហាទៅយើងម៉ែឪហ្នឹងគេទេរយយើងម៉ែឪយើងមិនទៅដោះយើងមិនទៅជួយវាពេលថាឲ្យវាទៅធ្វើរឿងវាឲ្យតែវាទៅវាចេះណារឿងអីក៏វាចេះដែរពេលយើងនិយាយយើងបដៅប្រាប់កូនថាកូនណាកុំអីគេប្រពាក់ប្រពូនមិត្តភក្តិអីកុំប្រើអីចេះចុះអញ្ចឹងណាមានបញ្ហាអីចឹងទៅវាថាវាចេះវាដឹងហើយរឿងអីក៏វាដឹងដែររឿងអីក៏វាចេះដែរវាចេះទាំងអស់ឯងដល់ពេលយើងទៅនេះយើងទៅវាមានបញ្ហាយើងទៅជួយវាទៅពេលវាមានបញ្ហាទៅវាទេទៅរកយើងហ្នឹងឯងយើងម៉ែឪវាគេទេរកយើងហ្នឹងឯងហើយយើងមិនទៅកូនហ្នឹងតែបីតែខឹងតែបីតែល្មិចជាកូនខូចកូនអាក្រក់មកជាគឺយើងម៉ែឪហ្នឹងក៏ទៅជួយកូនក៏ទៅដោះកូននេះហើយគិតមើលទៅម៉ែឪយំទឹកភ្នែកទៅស្រាក់ដោយសារកូនបដៅណែនាំហើយដល់ពេលកូនទៅអញ្ចឹងទៀតហើយវាគ្មានក្តីស្រឡាញ់ជាមួយយើងទេវាមិនស្រឡាញ់យើងទេ